មេរៀនទី65រឿងសត្វលោលោកនិងស្រមោចខ្មៅអំណានមានសត្វលោលោកមួយថាទៅឃើញពួកស្រមោចខ្មៅកំពុងលង់ទឹកហែលតោងគ្នាលោកមានចាត់អាណិតក៏ពើមេឈើងាប់មួយមកដាក់ធ្វើជាស្ពានឲ្យស្រមោចទាំងនោះតង់វាឡើងមកលើគោកបានរួចផុតពីក្តីស្លាប់ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលោកទំលើមេឃជ្រៃក៏លើកស្នាតម្រង់សម្រុកនឹងបាញ់លោកនោះស្រមោចឃើញដូច្នេះក៏នាំគ្នាវាឡើងទៅខំជើងព្រាននាយព្រានភ្ញាក់ក៏តន្ត្រំជើងលឺសូដល់លោកដឹងខ្លួនក៏ហើចាញ់ទៅរួចផុតពីក្តីស្លាប់តើអត់មានពាក្យណាពិបាកអត់ឥឡូវកូនចាំអានតាមពីក្រោយអ្នកគ្រូភាសាទៀតហើយអានតាមពីក្រោយដោយយកចាត់ទុកដាក់មេរៀនទី66រឿងសត្វលោកនិងស្រមោចខ្មៅអំណានមានសត្វលោកមួយថាទៅឃើញពួកស្រមោចខ្មៅកំពុងលង់ទឹកហែលតោងគ្នាលោកមានចាត់អាណិត
ស្រមោចទាំងនោះតោងវាឡើងមកលើគោកបានរួចផុតពីក្តីស្លាប់ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលោកទំលើមេឃជ្រៃក៏លើកស្នាតម្រង់សម្រកនឹងបាញ់លោកនោះស្រមោចឃើញដូច្នេះក៏នាំគ្នាវាឡើងទៅខំជើងព្រាននាយព្រានភ្ញាក់ក៏ទន្ទ្រាំជើងលឺសូដល់លោកលោកដឹងខ្លួនក៏ហើចេញទៅរួចផុតពីក្តីស្លាប់ចារឿងនេះរឿងអ្វីកូនចាលោកនឹងស្រមោចមកមើលសត្វស្រមោចវាធ្វើអីក្នុងទឹកចាលួងទឹកនៅពេលលួងទឹកបានសត្វអ្វីលោកធ្វើអីជួយដោយពំអីមកមេឈើងាប់ឬរស់ងាប់អញ្ចឹងលោកជួយស្រមោចមុនដល់ពេលថ្ងៃមួយមានព្រានមកចង់បាញ់លោកតាស្រមោចធ្វើអ្វីខំអីខំជើងនរណាចាខំជើងព្រានហើយលោករួចខ្លួនអត់ចារួចផុតពីសេចក្តីស្លាប់